សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទវ៉ាន់បេតាមរងទីដីហើយថ្ងៃនេះផងដែរខ្ញុំបាទមកចែកម្លែកដូចជាមកបង្ហាញអំពីវិធីសាស្ត្រធ្វើត្រីកាយអញ្ចឹងណានិយាយរួមទៅមានគ្នាយកមួយចំនួនគាត់បាន comment សួរថាខ្ញុំមានលក់ហ្នឹងហើយអ្នកគ្នាគឺខ្ញុំមានលក់តែអ្នកគ្នាតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់ទៅអ្នកគ្នាតែអ្នកខ្លះទៅគាត់មើលដល់ចប់ទេអញ្ចឹងគាត់អត់ដឹងគឺខ្ញុំបានដាក់ Telegram របស់ខ្ញុំនៅក្នុងនឹងអញ្ចឹងណាហើយអ្នកគ្នាមើលពីដើមដល់ចប់អ្នកគ្នានឹងឃើញហើយអញ្ចឹងខ្ញុំមកប្រាប់អ្នកគ្នាពីពិសេសគឺងាយខ្លាំងមែនតើជាមួយនឹងធ្វើត្រូវបើយើងកាចនឹងអួតជាមួយនឹងមិនងាយឈឺងាយខ្លាំងមែនតើទី1អ្នកគ្នាអាចចិញ្ចឹមវានៅទឹកឆាត់ក៏បានដែរគឺអាសាដូរទឹកវាអ្នកគ្នាសម្រាប់ទឹកឆាត់អ្នកគ្នាដាក់តែ3ថ្ងៃអីគឺដូរដាក់ទឹកឆាត់ថ្មីតែម្ដងទៅដោយសារអីបើយើងដាក់យូរវានឹងឡើងពណ៌គឺអត់ស្អាតទេហ្នឹងហើយអ្នកគ្នាបាទហើយខ្ញុំក៏សូមទោសអ្នកគ្នាខ្លះមែនតើសម្រាប់សំឡេងរំខានបាទតែមានឡានម៉ូតូជិះកាត់អីចឹងណាហើយសម្រាប់អ្នកគ្នាដែលគាត់ចង់តាក់ទងទិញនេះគឺជា Telegram របស់ខ្ញុំផ្ទាល់អ្នកគ្នាអាចadd មកបានចឹងណាហ្នឹងហើយវិធីលើកទី2អ្នកគ្នាអាសាឲ្យចំណីរបស់វាឲ្យទៀងទាត់នៅក្នុងមួយថ្ងៃ3ទៅ4ពេលក៏បានដែរហើយយកឡើងឲ្យវានៅកន្លែងងងឹតឲ្យវាគេងបានគ្រប់គ្រាន់គឺវានឹងកាចហើយក៏វាបើកជាមួយនឹងសម្រស់ដើម្បីបង្ហាញអ្នកគ្នាឃើញជាមួយនឹងភាពស្រស់ស្អាតរបស់វាតែបើអ្នកគ្នាមើលថែក៏ដូចជាអត់ដេតដល់នឹងវាទេគឺវាមិនស្អាតហើយក៏វាមិនសម្រាប់អ្នកគ្នាដែលគាត់ស្រឡាញ់កាំងជុលគឺគាត់ថែបែបជុលអ្នកគ្នាស្រឡាញ់បែបតាំងអ្នកគ្នាថែបែបតាំងចឹងទៅហើយបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំទាំងជុលទាំងតាំងគឺខ្ញុំថែទាំងអស់ឥឡូវយើងក៏លេខមកមើលត្រីតាំងពីរគ្រាប់របស់ខ្ញុំវិញនេះគឺជាត្រីដែលខ្ញុំតាំងដែលខ្ញុំថែវាឲ្យវាកាយអញ្ចឹងណាអ្នកគ្នាក៏ប៉ុន្តែដោយសារតែខ្ញុំអត់មានកែវដាក់មួយបាទគឺបានដាក់វានៅក្នុងដបហើយមើលទៅគឺវាមិនសូវជាកាយប្រមាណទេដោយសារតែមួយនឹងវានៅដល់ជាអៀបវាសូវមានទលាយក៏ដូចជាមានការហាលចុះឡើងបានច្រើនវាអាចនឹង stress ក៏ថាបានដែរអញ្ចឹងណាចឹងសម្រាប់អ្នកគ្នាហើយចង់ឲ្យត្រីកាចគឺអ្នកគ្នាអាចដាក់វានៅកន្លែងដបទលាយល្មមដែលវាមិន stress ចឹងណាហើយយើងអាសាដូរទឹកក៏ដូចជាមើលថែវាទីទៅដើម្បីឲ្យវាទៅបានផលល្អវាសញ្ញាគ្នាអត់មើលថែអត់អីវាទេគឺវានៅតែមិនអាចកាចក៏ដូចជាមិនល្អដល់ដូចអ្វីដែលអ្នកគ្នាចង់បានទៅអញ្ចឹងបើអ្នកគ្នាចង់មកត្រីកាចអ្នកគ្នាធ្វើតាមខ្ញុំទៅគឺងាយខ្លាំងតែនិយាយរំទៅគឺយើងមើលថែដល់ទៅគឺធានាគុណភាពជូនតែម្ដងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយក៏អរគុណអ្នកគ្នាច្រើនមែនតើសម្រាប់អ្នកជួយ Subscribe Like ក៏ដូចជា